năm ấy nè.លោកគ្រូ4 ឆ្នាំលោកគ្រូ10 ឆ្នាំហើយអញ្ចឹងការលះបង់មួយនេះពិតជាធំធេងខ្ញុំស្ងើចសរសើរចំពោះទឹកចិត្តគ្រូបង្រៀនហើយខ្ញុំពិតជាដឹងគុណនិយាយត្រង់ទៅខ្ញុំពិតជាដឹងគុណដោយលើកមុនគាត់មានភ្ញៀវទេសចរមកដែរគាត់មានសម្ភារៈខ្វះខាតតែខ្ញុំក៏ចាត់ចែងក្នុងមួយជួរកាន់កលឿដូចជាកលឿទៀនឬកលឿទឹកឲ្យគាត់ចែកជាក្រុមពេលមានគូគំនូគាត់ចែកគ្នាជាគូជាជួរ Now I'm bringing the material that you put at our homestay to the school and they have 2 classes but I'm not sure that whether that it's enough or not that the teacher said they can use together in the big group. I think it's fine. Anyway, thank you so much for this material and now they are really happy. សប្បាយចិត្តដែរកូន Okay, now you see they're happy to use your material. Thank you so much for your contribution. ជាទូទៅក្នុងមួយសប្តាហ៍ឬក៏មួយខែអញ្ចឹងយើងមានកម្មវិធីអំណានឲ្យកូនក្មេងគាត់អង្គុយអានសេរីហ្នឹងប្រហែលដងដែរលោកគ្រូនិយាយទៅខាងខ្ញុំអត់សូវបានដៃឲ្យអានប៉ុន្មានបាទវាច្រើនគឺយើងព្រៀននៅណែនាំគ្រូសិក្សាគោលអីហ្នឹងចាអរគុណច្រើនដោយសារតែថាខ្ញុំក៏ធ្វើសកម្មភាពផ្សារភ្ជាប់នឹងអំណាននឹងតិចតួចដែរខ្ញុំធ្វើកូនបណ្ណាល័យទូចនៅដំដែកហ្នឹងខ្ញុំដាក់សភៅឲ្យគាត់ខ្ចីអានគាត់ទៅខ្ចីក៏បានគាត់ទៅអង្គុយញ៉ាំអីហើយអានលេងក៏បានអានឬទុកវិញហើយខ្ញុំក៏មានថវិកាផ្ទាល់ខ្លួនមួយចំនួនសម្រាប់ទិញសភៅដាក់ខ្ញុំចង់បរិយាកូនបណ្ណាល័យចល័តអញ្ចឹងខ្ញុំអត់ដឹងថាកន្លែងនេះជាកន្លែងបន្តដែលខ្ញុំនឹងត្រូវរំពឹងទុកថាខ្ញុំធ្វើឬក៏តែអត់ហ៊ានសន្យាបើសិនជាអត់បានជាកម្រងអាហ្នឹងក៏សភៅមកមុនដែរចាំមើលបន្តិចសិនតែយ៉ាងណាអរគុណលោកគ្រូទាំងពីរដែលបានចំណាយពេលវេលាទាំងកម្លាំងកាយចិត្តខ្ញុំទទួលស្គាល់ថាវាជាទូនាទីក៏ប៉ុន្តែវាជាបេះដូងច្រើនជាងអញ្ចឹងនៅពេលហ្នឹងខ្ញុំមើលឃើញថាលោកគ្រូទាំងពីរពិតជាមានការលះបង់មែនទែនសម្រាប់ក្មេងៗចំនួនក្រោយរបស់យើងបើសិនជាគ្មានការធ្វើដោយបេះដូងទេគ្នាក៏ពិបាកដែរនៅទីនេះណាចាព្រោះថាវាឆ្ងាយយើងឃើញហើយដាច់សញ្ញាលំបាកការធ្វើដំណើរហើយមិនងាយមិនណាគេចង់មកទេចាទៅក្រោមរុញទៅទៀតទៅកាន់ឆ្ងាយទៀតចាហើយពួកខ្ញុំនៅឆ្ងាយដែរនៅថ្នត់ចែកមួយឆ្នាំហើយនៅនេះមួយឆ្នាំហើយបើយើងគិតទៅវាច្រើនណាស់2015មក10 ឆ្នាំហើយណាលោកគ្រូ4 ឆ្នាំលោកគ្រូ10 ឆ្នាំហើយអញ្ចឹងការលះបង់មួយនេះពិតជាធំធេងខ្ញុំស្ងើចសរសើរចំពោះទឹកចិត្តគ្រូបង្រៀនហើយខ្ញុំពិតជាដឹងគុណនិយាយត្រង់ទៅខ្ញុំពិតជាដឹងគុណហើយខ្ញុំលើកទឹកចិត្តមែនទែនទោះបីតាអ្នកផ្ទះក្រុមគ្រួសារគាត់មាន business តូចប៉ុន្តែពីខ្ញុំទៅគឺគ្រប់គ្រងលើវិស័យអប់រំខ្លាំងអញ្ចឹងបានខ្ញុំធ្វើសុខចិត្តធ្វើកូនបណ្ណាល័យទូចដាក់ឲ្យគេខ្ចីសភៅខ្ចីអីចឹងទៅមានប្រមូលសភៅឬក៏ទិញសភៅថ្មីអីចឹងទៅហើយប្រហែលជាអាចទៅនេះជាសកម្មភាពបន្តរបស់ខ្ញុំក្រងព្រីកនៅក្នុងស្រុកសនិគមយើងឲ្យបានចង់បានមកឃុំឲ្យបានមួយហើយណាតែអត់ទាន់ដឹងទេព្រោះសំលុយដែរចាអរគុណលោកគ្រូជម្រាបលាមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូសម្រាប់ការចំណាយពេលវេលាជាមួយខ្ញុំហើយនឹងមើលថែកូនរបស់យើងហើយសម្ភារៈនោះលោកគ្រូអាចចាត់ចែងតាមការគួរចាអរគុណ